មានសូនីតាបង្ហាញភាពអែមល្ហែមជាមួយនឹងបរិះលាក់មុខម្នាក់សង្ស័យតែបោក fan ទៀតហើយមើលទៅអស់លោកអ្នកនាងនិងប្រិមិត្តជាទីមេត្រីតារាដែលមានប្រជាប្រិយភាពនិងមានរូបសម្រស់ដ៏ស្រស់ស្អាតដែលមានរហស្សនាមថារាជិនីក្រមាកញ្ញាមានសូនីតាពីមួយឆ្នាំទៅមួយឆ្នាំគឺកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនទាំងលើវិស័យសិល្បៈរូបសម្រស់ក៏ដូចជាជីវិតឯកជនផងដែរកញ្ញាមានសូនីតាអាចចាត់ទុកថាជាតារាស្រីមួយរូបដែលជីវិតជោគជ័យទាំងក្នុងសិល្បៈនិងឯកជនហើយពេលកន្លងមកនាងតែងតែបង្ហាញទាក់ទងទៅនឹងអាជីពសិល្បៈផ្សេងៗក៏ដូចជាកំពុងក្តោបបានទីផ្សារមមាញឹកខ្លាំងទៅលើ sport ពាណិជ្ជកម្មផងដែរចំពោះជីវិតឯកជនរបស់កញ្ញាមានសូនីតាឯនោះវិញគឺនាងតែងតែបង្ហាញវត្តមានជាមួយនឹងការដើរចាយជីវិតដែលពោពេញទៅដោយក្តីសុខការដើរកំសាន្តទាំងក្នុងនិងក្រៅប្រទេសបែបអភិជនរីឯរូបសម្រស់ឯនោះវិញត្បិតមានវ័យកាន់តែច្រើនក៏ពិតមែនក៏ប៉ុន្តែកញ្ញាមានសូនីតានៅតែត្រូវបានមហាជនសរសើរពីរូបសម្រស់ក្មេងស្អាតសាច់ចាំនិងចូលចិត្តបង្ហាញស្ទីលពេញនិយមខ្ញុំបង្ហោះបង្អួតសម្រស់នៅលើបណ្ដាញសង្គមបើពាក់ព័ន្ធទៅនឹងរឿងរ៉ាវស្នេហាកន្លងមកតារាស្រីមានសូនីតាពុំដែលឃើញបង្ហាញពីទំនាក់ទំនងស្នេហាជាមួយបរិះរូបណាជាសាធារណៈឡើយដែលតែងតែធ្វើឲ្យមហាជនទន្ទឹងចាំមើលថាបរិះរូបណាដែលអាចឆក់យកបេះដូងរបស់តារាស្រីដ៏ស្រស់ស្អាតម្នាក់នេះបើទោះបីជាកញ្ញាមានសូនីតាមិនធ្លាប់បានសូពាក់ព័ន្ធទៅនឹងជីវិតឯកជនឬរ៉ាវស្នេហាក៏ប៉ុន្តែស្រីស្អាតរូបនេះតែងតែធ្វើឲ្យ fan បាក់ចង្កេះម្ដងជាពីរដងបន្ទាប់ពីបានបង្ហោះរូបភាពដែលបង្ហាញពីភាពស្និទ្ធស្នាលដូចជាគូស្នេហ៍ជាលក្ខណៈរូបថតក៏ដូចជាវីដេអូម្ដងជាពីរដងរួចមកហើយក៏បានធ្វើឲ្យ fan ដាក់ការសង្ស័យថាជាម្ចាស់បេះដូងការពិតគឺជាការថត sport ពាណិជ្ជកម្មក៏ដូចជាតាក់ទងទៅនឹងការងាររបស់កញ្ញាដោយឡែកថ្មីនេះអ្វីដែលធ្វើឲ្យមហាជនអ្នកគាំទ្រកំពុងផ្ទុះការចាប់អារម្មណ៍និងភ្ញាក់ផ្អើលសារជាថ្មីម្ដងទៀតព្រមទាំងអ្នកខ្លះមានការអបអរសាទរទៅដល់តារាស្រីរូបនេះផងដែរបន្ទាប់ពីបានបង្ហោះវីដេអូនិងរូបភាពជាច្រើនជាមួយនឹងបរិះរូបរាងសង្ហាម្នាក់ជាសកម្មភាពស្និទ្ធស្នាលផ្អែមល្ហែមដោយទៅនឹងគូសង្សារយ៉ាងណាមិញមានសូនីតាគឺមិនទាន់បានបង្ហាញមុខមាត់បរិះនោះនៅឡើយនោះទេ